ភ្លៀងមួយមេធំរួមទាំងខ្យល់កន្ត្រាក់បានបណ្ដាឲ្យដួលរលំផ្ទាំងប៉ាណូទៅទឹងផ្លូវនិងរលំដំបូលស្ពានភ្លោះនៅក្បែរព្រះរាជដំណាក់បណ្ដាឲ្យស្លាប់ម្នាក់រងរបួសម្នាក់ខេត្តសៀមរាបមានករណីភ្លៀងមួយមេធំរួមទាំងខ្យល់កន្ត្រាក់បានបណ្ដាឲ្យដួលរលំផ្ទាំងប៉ាណូទៅទឹងផ្លូវនិងរលំដំបូលស្ពានភ្លោះនៅក្បែរព្រះរាជដំណាក់កាលពីរសៀលម៉ោង 5:30 នាទីនៅថ្ងៃទី 29 ខែមីនាឆ្នាំ 2023 ចំពោះហេតុការណ៍ទាំងពីរកន្លែងនេះក្នុងករណីដួលរលំផ្ទាំងប៉ាណូទៅទឹងផ្លូវបានបណ្ដាឲ្យមនុស្សស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់នៅចំណុច Stop Smiling ស្ថិតក្នុងភូមិចុងកៅស៊ូសង្កាត់ស្លូក្រាមក្រុងសៀមរាបខេត្តសៀមរាបជនរងគ្រោះទី 1 មានឈ្មោះផេងច័ន្ទធូភេទប្រុសអាយុ 44 ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុជនរងគ្រោះមានទីលំនៅក្នុងភូមិចុងកៅស៊ូសង្កាត់ស្លូក្រាមក្រុងសៀមរាបខេត្តសៀមរាបចំណែកជនរងគ្រោះទី 2 មានឈ្មោះជាណារ៉ាត់ភេទប្រុសអាយុ 33 ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុន LG មានទីលំនៅក្នុងភូមិតាអីឃុំត្រពាំងធំស្រុកប្រាសាទបាគងខេត្តសៀមរាបបច្ចុប្បន្ននេះជនរងគ្រោះត្រូវបានបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបចំណែកនៅក្នុងករណីដួលរលំដំបូលស្ពានភ្លោះនៅក្បែរព្រះរាជដំណាក់ដែលបានតុបតែងលម្អទៅដោយភ្លើងពណ៌ចម្រុះត្រូវបានបាក់រៀបកលលើបង្កាន់ដៃស្ពានតែនៅក្នុងករណីនេះពុំមានគ្រោះថ្នាក់ដល់មនុស្សទេ